ชีวิตយើងរស់នៅបានសុខមិនមែនព្រោះមានទេតែយើងមានជីវិតរស់នៅជាប្រក្រតីក្នុងសេចក្តីសុខទៅបានព្រោះមានការអត់ធន់ស្មោះត្រង់ម៉ត់ចត់ម៉ាត់ស្យាត់ព្យាយាមមិនតម្កើងខ្លួននិងជាមនុស្សកតញ្ញូមនុស្សមិនមែនមានអាយុវែងព្រោះទ្រព្យទេណាកូនកាលណាកូនឃើញអ្នកដទៃមានទ្រព្យជាងយើងកូនកុំចំណែននឹងអ្នកដទៃនោះចូលកូនមើលអ្នកដទៃដែលក្រជាងយើងគឺច្រើនណាស់ហើយកូនចេះអាណិតដល់អ្នកដទៃដែលមានទុក្ខអាចជួយបានតាមសមត្ថភាពប៉ុន្តែទោះជាយ៉ាងណាក៏កូនកុំបៀតបៀនអ្នកដទៃបើមិនបានជួយអ្វីដទៃទៅទេនោះជាមួយនឹងអ្នកដែលមានបានកូនគ្រាន់តែត្រេកអរមុទិតានឹកឃើញថាបុណ្យគេបានធ្វើមកចឹងទៅកូនមានតែក្តីសុខហើយចាំបាច់ប៉ុណ្ណឹងទៅជែងអីទៅឲ្យកើតទុក្ខឡើយត្រូវរៀនរស់នៅឲ្យជាសុខក្នុងបច្ចុប្បន្ននឹងឯងឈរនៅស្ថិតនៅកន្លែងណាក៏ឲ្យបានសុខទៅគ្រប់គ្រាន់សម្រាប់កូនហើយមិនចាំបាច់ឈរនៅកន្លែងនៅឲ្យដូចជាអ្នកអតីខ្ពស់ផុតទៅណានៃនោះទេសំខាន់គឺចិត្តយើងល្មមបានសុខក្តីសុខនៅក្នុងចិត្តយើងល្មមនេះទេពេលណាកូនឃើញអ្នកដទៃក្រលំបាកជាងយើងកូនមេត្តាចឹងទៅកុំសម្លុតគំរាមកំហែងមើលងាយមើលថោកអ្នកក្រីក្រលំបាកនោះឡើយកូនត្រូវជួយអ្នកដទៃនឹងតាមដែលកូនអាចជួយបានទៅអ្នកដទៃក្រមែនប៉ុន្តែបែរទៅជាឲ្យកូនបានសេចក្តីសុខដែលអ្នកដទៃអាចទទួលការជួយរបស់កូនបាននេះក៏ជាគុណសម្បត្តិរបស់អ្នកដែលក្រីក្រលំបាកនឹងហើយដែលអាចឲ្យកូនបំពេញទានបារមីក៏បានដូចជាការបំពេញទានរបស់ព្រះបរមពុរិស័ទគឺព្រះបរមពុរិស័ទនឹងអរគុណស្មោមនឹងអរគុណអ្នកអត់អ្នកឃ្លានអ្នកខ្វះខាតសពគ្រប់នឹងដែលជួយឲ្យព្រះអង្គបានបំពេញបារមីសម្រាប់ជាព្រះសម្មាសម្ពុទ្ធនោះល្អឬមិនល្អគេមិនបានវាស់គ្នាដោយមានដោយក្រនោះទេ